អំពូលសូឡាអំណោយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រែក្លាយជនបទស្រុកអូររាំងឪទៅជាទីក្រុងនាពេលរាត្រីបង្គោលនិងអំពូលសូឡាចំនួន114បង្គោលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតត្រូវបានឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានប្រគល់ជូនប្រជាពលរដ្ឋស្រុកអូររាំងឪខេត្តត្បូងឃ្មុំដើម្បីដាក់បំភ្លឺតាមបណ្ដោយដងផ្លូវលេខ370ចាប់ពីឃុំដំរិលព្រំប្រទល់ស្រុកត្បូងឃ្មុំឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪប្រជាពលរដ្ឋនៅស្រុកអូររាំងឪកំពុងទទួលបានពន្លឺភ្លឺពេញភូមិដោយសារអំពូលសូឡានេះហើយនៅពេលនេះអាចធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទមានសកម្មភាពដូចនៅទីក្រុងដែរដូចទីក្រុងត្រង់ថាមានភ្លើងសូឡាដែលកន្លងមកមានប្រសិទ្ធនាមថាភ្លើងទេវតាបានបំភ្លឺមូលដ្ឋាននិងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋប្រកបការរស់នៅដោយស្អាតនិងមានសោភ័ណភាពបានសម្រាកលំហែរួមទាំងការដើរហាត់ប្រាណដោយប្រជាពលរដ្ឋរស់នៅទីប្រជុំជននិងទីក្រុង